20th happy anniversary. お母さん、20周年おめでとうございます。សូមជូនពរឲ្យអ្នកគ្រូមានសុខភាពល្អសុខភាពមាំមួនហើយថ្លែងអំណរគុណដល់អ្នកគ្រូដែលបានបង្កើតសាលានេះឡើងហើយឲ្យពួកខ្ញុំទាំងអស់គ្នាមានឱកាសបានរៀនសូត្រសិក្សានៅផ្នែកគំនូរនេះអរគុណអ្នកគ្រូដែលបានសាងសង់សាលាអស់រយៈពេល20ឆ្នាំសម្រាប់ក្មេងៗកម្ពុជាដើម្បីសិក្សាគំនូរដ៏ឥតគិតថ្លៃខ្ញុំសូមអរគុណអ្នកគ្រូជាច្រើនហើយចង់ជូនពរអ្នកគ្រូឲ្យមានសុខភាពល្អរស់នៅដោយភាពសប្បាយរីករាយជូនពរអ្នកគ្រូមានសុខភាពល្អកម្លាំងមាំមួនហើយជាឆ្ងាយពីជំងឺទាំងឡាយហើយអរគុណអ្នកគ្រូដែលតែងតែជួយជំរុញក៏ដូចជាផ្គត់ផ្គង់ដល់ពួកខ្ញុំទាំងអស់គ្នាពិសេសដល់ក្មេងៗកម្ពុជាទាំងអស់ដែលហើយមានឱកាសក្នុងការយល់ដឹងពីសិល្បៈអរគុណអ្នកគ្រូខ្លាំងណាស់សូមជូនពរដល់យាយសូមឲ្យមានសុខភាពល្អសំណាងល្អជានិច្ចជូនពរលោកយាយឲ្យមានសុខភាពល្អកម្លាំងមាំមួនគម្រោងភូមិ20ឆ្នាំជូនពរលោកយាយហើយវិញការសង្គ្រោះមាំមួនយាយគម្រោងភូមិ20ឆ្នាំជូនពរឲ្យលោកយាយមានសុខភាពល្អអរគុណលោកយាយដែលបានបង្កើតសាលានេះឲ្យពួកយើងរៀនជូនពរឲ្យលោកយាយធ្វើឲ្យពីមុខខំរត់កាន់តែស្អាតទុកនៅបាត់ច្រើនឆ្នាំលោកយាយគម្រោងភូមិ20ឆ្នាំសូមជូនពរលោកយាយឲ្យមានសុខភាពល្អកម្លាំងមាំមួននិងអាយុវែងខ្ញុំសូមថ្លែងអំណរគុណដល់លោកយាយដែលបានបង្កើតសាលានេះមកដើម្បីឲ្យកូនខ្មែររៀនគំនូរយ៉ាងស្អាតយាយគម្រោងភូមិ20ឆ្នាំលោកយាយគម្រោងឃុំ20ឆ្នាំជួយឲ្យលោកយាយមានសុខភាពល្អហើយទៅណាមកណាមានសុវត្ថិភាពគោរពភូមិ20ឆ្នាំសូមជូនពរឲ្យលោកយាយមានសុខភាពល្អពរលោកយាយសូមឲ្យសុខភាពល្អនិងកម្លាំងមាំមួនយាយខួប20ឆ្នាំសូមជូនពរឲ្យអ្នកគ្រូមានសុខភាពល្អអាយុវែងនិងមានអ្នកចូលចិត្តរាប់អានច្រើនបាទក្នុងនាមជាបុគ្គលិក NCC ក៏សូមជូនពរឲ្យអ្នកគ្រូមានសុខភាពល្អហើយរស់នៅឲ្យមានសេចក្តីសុខហើយជាពិសេសអរគុណដែលអ្នកគ្រូបានបង្កើតជាសាលាគំនូរហើយបានបង្រៀនដល់ក្មេងៗរាល់ NCC ផងអរគុណច្រើនអ្នកគ្រូអរគុណអរគុណអ្នកគ្រូដែលបានមកទីនេះរយៈពេល20ឆ្នាំដែលបានជួយដល់សាលារៀនឲ្យពួកខ្ញុំសិក្សាហើយខ្ញុំសូមថ្លែងអំណរគុណសូមឲ្យអ្នកគ្រូជួបតែសេចក្តីសុខមានសុខភាពល្អអាយុវែងជៀសឆ្ងាយពីជំងឺទាំងឡាយសូមអរគុណសូមជូនពរឲ្យអ្នកគ្រូមានអាយុវែងនិងសុខភាពល្អអ្នកគ្រូនាងខ្ញុំឈ្មោះម៉ាចាយាខ្ញុំមកពីសាលារៀនបឋមសិក្សាភូមិអូវិទ្យាគម្រោងភូមិ20ឆ្នាំសូមជូនពរអ្នកគ្រូមានអាយុរៀនយូរនិងសុខភាពល្អគ្រូ20ឆ្នាំជូនពរអ្នកគ្រូមានសុខភាពល្អយូរទៀតខ្ញុំជូនពរអ្នកគ្រូឲ្យមានសុខភាពល្អជូនពរឲ្យអ្នកគ្រូមានសុខភាពល្អអាយុយឺនយូរខ្ញុំឈ្មោះអេមីលីខ្ញុំមកពីសាលាបឋមសិក្សាភូមិអូខ្ញុំពិតជាមានមោទនភាពណាស់ដែលអ្នកគ្រូបានបង្កើតសាលារៀនគំនូរនិងចំណាយលុយទាំងញើសឈាមដែលបានបង្កើតសាលាឲ្យពួកខ្ញុំរៀនមានចំណេះដឹងទាំងការសិក្សាដ៏ល្អរបស់អ្នកគ្រូអ្នកគ្រូនាងខ្ញុំឈ្មោះស៊ុនចម្រុងខ្ញុំមកពីសាលាបឋមសិក្សាភូមិអូដែលខ្ញុំសូមអរគុណដល់ទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នកគ្រូដែលអ្នកគ្រូបានបង្កើតសាលាគំនូរនេះឲ្យនាងខ្ញុំបានមករៀនដូច្នេះសូមជូនពរអ្នកគ្រូឲ្យមានអាយុយឺនយូរនិងមានសុខភាពល្អខ្ញុំបាទឈ្មោះកុនពីលីរៀននៅសាលាបឋមសិក្សាភូមិអូខ្ញុំសូមថ្លែងអំណរគុណអ្នកគ្រូដែលបានបង្កើតសាលាគំនូរឲ្យពួកខ្ញុំបានចេះដឹង